សូមគោរពលោកតាលោកយាយអំពូមីងបងប្អូននៅពេលនេះខ្ញុំកំពុងតែស្ថិតនៅព្រំបន្ទល់ស្រុកព្រំបន្ទល់ឃុំត្រប់ស្រុកបាត់ធាយខេត្តកំពង់ចាមហើយជាប់នឹងព្រំបន្ទល់បាត់ទឹកជលគិរីខេត្តកំពង់ឆ្នាំងអញ្ចឹងផ្លូវនេះគេហៅថាផ្លូវទំនប់តកុយឬមួយនិយាយចំគឺស្ពានតូចស្ពានធំដែលខ្ញុំតាំងពីទូចដែលខ្ញុំរស់នៅទីនេះហើយខ្ញុំឃើញថាបងប្អូនមើលផ្លូវសុទ្ធតែក្បាលថ្មអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋសូមសំណូមពរទៅដល់និយាយចំត្រឹមឃុំបានណាខ្ញុំជឿជាក់ថាឃុំប្រកាសជាដឹងថាផ្លូវទំនប់តកុយនេះគឺផ្លូវពិបាកបំផុតដែលប្រជាជនស្ទើរតែស្រែកគ្រប់គ្នាហើយអ្នកធ្វើដំណើរគឺគាត់មើលឃើញថាវាពិបាកពេកមិនគួរណាថ្នាក់ឃុំថ្នាក់ស្រុកបើថាខេត្តគាត់នៅឆ្ងាយក៏បានមើលប៉ុន្តែថ្នាក់ស្រុកហ្នឹងគួរណាតែបងជួយមកពិនិត្យមើលថាផ្លូវនោះវាពិបាកយ៉ាងម៉េចប្រជាជនបើកើតអត់ហើយផ្លូវនោះវាពិបាកអត់បងថ្មផេះបើសិនខ្ញុំវិញណាបើសិនជាខ្ញុំជាមេឃុំបើសិនជាខ្ញុំជាច្បាយស្រុកវិញណាមិនត្រឹមខ្ញុំត្រឹមច្បាយស្រុករងក៏ដែរខ្ញុំដើរសុំគេចាក់ផ្លូវនៅស្អាតដើម្បីឲ្យបងប្អូនធ្វើដំណើរបានស្អាតដែរពីព្រោះឲ្យបានស្រួលធ្វើដំណើរម្នាក់ឡើងតិចអស់គ្នាមកពីពេញបងប្អូនមកលេងកូនចៅតិចអស់ដោយសារមកផ្លូវយ៉ាងហ្នឹងប្រទេសយើងអភិវឌ្ឍបានល្អគ្រប់បែបគ្រប់យ៉ាងប៉ុន្តែដោយសារតែថ្នាក់ដឹកនាំខាងក្រៅមកគាត់មកពិនិត្យមើលវាមិនដែលថ្មផេះ30-40 ឡានសុំគេបានហើយឡានទំនើបសិតឡានទំនើបជីអ្នកធ្វើការហើយសុំបងខាងក្រៅមកថ្នាក់ក្រៅngười taជួយពិនិត្យមើលផ្លូវនេះពិបាកណាស់បងប្អូនពិបាកណាស់ហើយអ្នកណាអត់ធ្លាប់ឃើញកាលមុនឃើញលោកសូនមួយគាត់ជួយមកចំហៀងខាងពីបាត់ធាពីជលគិរីមកទល់សម្រាប់មកស្អាតម្ដងហើយក៏ខឹងបងសូនមួយបើឥឡូវនេះគួរណាស់តែធ្វើតម្រាប់តាមបងសូនមួយខ្លះទៅហើយអ្នកកសែតខ្លះទៅបងអើយថ្នាក់គ្នាជីលេងការដល់ប្រជាជនមើលខ្លួនឯងប្រជាជនល្អគ្រប់គ្នាក្បាលថ្មនេះប៉ុណ្ណាណៃជីស្អីកើតឲ្យផ្លូវអញ្ចឹងប្រធាននេះបាត់ផ្លូវហ្នឹងទៅកុំឲ្យប្រជាជនជិះទៀតពីព្រោះវាពិបាកជិះពិបាកពេកហើយបាទសូមអរគុណខ្ញុំមានតែប៉ុណ្្នឹងជូនទៅខាងថ្នាក់ក្រោមមានន័យថាថ្នាក់ត្រឹមស្រុកឃុំហ្នឹងណាព្រោះខ្ញុំខ្លាចដល់ពេលថ្នាក់ខេត្តខ្ញុំអត់ហ៊ានខ្លាចគេប្តឹងខ្ញុំអញ្ចឹងខ្ញុំសូមខ្ញុំនាងខ្ញុំវាប្រជាជនម្នាក់តែផ្លូវនេះវាពិបាកពេកវាពិបាកដល់សិនក្បាលថ្មមើលក្បាលថ្មបាទហើយជីអីកើតងាប់បាទសូមអរគុណលោកតាលោកយាយអ៊ំពូមីងបងប្អូនអានេះសិតតែក្បាលថ្មខាងនេះខាងកើតផ្លូវនេះអានឹងហៅទឹកដីកំពង់ចាមបងប្អូនបាទហើយមកខាងនេះវិញបងប្អូនអាសិតមកខាងនេះវិញព្រំបន្ទល់ទឹកដីកំពង់ចាមនេះចូលកំពង់ចាមគ្រប់សិតតែក្បាលថ្មប្រវែងប្រហែលជាប្រមាណគីឡូដីអានេះគឺទឹកដីជលគិរីនេះមកដល់ជលគិរីគេមានបេតុងភ្លាមបេតុងនេះយូរឆ្នាំហើយបងប្អូនបេតុងនេះគឺលោកអាបាស្រុកពីមុនគាត់ធ្វើយូរឆ្នាំហើយមានបេតុងរហូតដល់ភ្នំវាចំខាត់ខ្វែងវិញនឹងពេញហ្នឹងហើយដល់ពេលយើងប៉ប់មកដល់ខាងនេះបងប្អូនមើលសិតក្បាលថ្មទាំងអស់ហើយសួរថាច្រើនឆ្នាំណាបងប្អូនមិនតិចឆ្នាំទេណាបងប្អូនអញ្ញាធិបខាងនេះខាងស្រុកបាត់ធាយបាទឃុំត្រប់នេះច្រើនឆ្នាំហើយបាទមកខាងហ្នឹងប៉ុន្តែនៅតែមិនព្រមជួយធ្វើនៅបាទចាញ់ខាងព្រៃគ្រីបងប្អូនព្រៃគ្រីមកដល់ព្រៃគ្រីគឺផ្លូវបេតុងម៉ាត់ចំណែកមកដល់ខាងនេះគឺមើលបងប្អូនមើលផ្លូវស
សុទ្ធតែក្បាលថ្មហ្មងហើយជាយូរឆ្នាំហើយបេតុងគេនេះប្រហែល5 6ឆ្នាំហើយខាងយើងជីខាងកំពង់ចាមរបស់យើងនេះវាយូរឆ្នាំដែរ5 6ឆ្នាំដែរបាទមិនដឹងថាយ៉ាងម៉េចបងប្អូនវាខុសគ្នាឆ្ងាយពេកបាឡានគាត់ទៅមើលមិនទេប៉ុន្តែដល់ពេលម៉ូតូបងប្អូនលោកតានិយាយជីពិបាកជីហើយម៉ែឪខ្ញុំប្រាប់ដែរថាកុំឲ្យផ្សាយហើយកុំឲ្យថតគេថាដឹកនាំគេដឹងហើយប៉ុន្តែគាត់ដឹងហើយគាត់ដឹងធ្វើមិនដឹងយូរពេកហើយនេះបងប្អូនមើលខាងជលគិរីគេស្អាតភ្លឹងម្ដងហ្នឹងបេតុងហ្មងបេតុងហើយដល់ពេលយើងទៅដល់កំពង់ចាមក្បាលថ្មបាទអញ្ចឹងសូមបងអាញាធរកុំខឹងខ្ញុំសូមអធិស្ឋានបាទខ្ញុំគិតថាខ្ញុំមិនបានអីទេប៉ុន្តែគ្រាន់តែក្នុងនាមខ្ញុំប្រជាជនមួយខ្ញុំគិតដែរនឹងថាវាពិបាកពេកវាពិបាកទឹកភ្នែកទឹកសបោវាជិះមកខ្ទីអស់ទាំងម៉ូតូទាំងឡានហើយបើខ្ញុំជិះកង់ខ្ញុំអត់អីទេខ្ញុំមិនដើរបានប៉ុន្តែដល់ពេលជិះម៉ូតូស្អាតទៅវាអត់កើតបាទសូមបងប្អូនជួយផងបាទ